mấy con mình toan kho một tiệt trong slap men tề ôn anh mình ấy tề ai lơ khmênh được anhแต่คลาหานช่วยเนี่ยở tâyแบบนี้กុំរណាលោកពូមិនអីទេគឺល្អហើយខ្ញុំមើលទៅលោកពូដូចសាច់ញាតិដូចប៉ារបស់ខ្ញុំទៀតផងអូចាស់ហើយដាក៏មើលទៅដូចជាស្រវាំងភ្នែកម្លេះកញ្ញាផាវរបៀបចងសក់របស់ក្មួយខុសពីនារីដតីបន្តិចតែឆ្វេងរបស់ខ្ញុំរហ័សជាងបែបនេះស្រួលជាងហេតុអ្វីបងស្រីចង់សក់ហើយចូលចិត្តអៀងក្បាលដោយសារដៃឆ្វេងរបស់ខ្ញុំរហ័សរហួនជាងចង់សក់បែបនេះស្រួលមីងយីគាត់ជាមីងយីរបស់ខ្ញុំលោកនិយាយថាអ្វីអាឡូលោកប្រធានគេរកឃើញកូនស្រីច្បងហើយស្អីលោកកុំបារម្ភ3ថ្ងៃទៀតខ្ញុំនឹងនាំកូនស្រីច្បងចូលរួមពិធីមង្គលការកូនស្រីពៅរកឃើញហើយល្អណាស់រកកូនស្រីខ្ញុំឃើញហើយរកឃើញហើយខ្ញុំត្រូវប្រញាប់ត្រឡប់ទៅវិញហើយដើម្បីរៀបចំខ្លួនអូក្មួយស្រីស្រាប់តែខ្ញុំមានរឿងបន្ទាន់នៅផ្ទះខ្ញុំត្រូវត្រឡប់ទៅដោះស្រាយខ្ញុំមិនដឹងតបស្នងសងគុណយ៉ាងណាទេនេះនាមបានរបស់ខ្ញុំក្រោយមកបើមានរឿងអីមករកខ្ញុំបានអត់អីទេវីឡាយុនឌីងមីងយឺឆាប់សាកមើលទឹកនេះថ្លៃ$2ហើយមើលទៅឯងទិញអានឹងធ្វើអីផ្ទះយើងមានពាងទឹកស្រាប់តើទឹកក្នុងពាងសុទ្ធតែទឹកឆៅផឹកច្រើនពេកអាចរាករូសបានកុំបារម្ភអីថ្ងៃក្រោយបើខ្ញុំរកលុយបានច្រើនខ្ញុំនឹងឲ្យម៉ែផឹកទឹករ៉ែរាល់ថ្ងៃយ៉ាងម៉េចដែរផ្អែមណាស់ឆាប់សាកមើលទៅផឹកមួយក្អឹកធំមកវាសនាតើអ្នកណែណាខ្ញុំអត់បាយ2ថ្ងៃមិនអីទេតែក្នុងពោះខ្ញុំមានកូនទៀតផងនេះនាមបានរបស់ខ្ញុំពេលក្រោយបើឯងមានរឿងអីមករកខ្ញុំបានភូមិគ្រីយន្តតឹងប្រហែលជាគេត្រូវការមនុស្សធ្វើការហើយមិនដឹងពេលណាទើបរកឃើញបងធានយីបើអញ្ចឹងខ្ញុំទៅធ្វើការសិនហើយដើម្បីជួយធានយីបន្តិចបន្តួចអាអ្នកសុំទានមកពីណានេះជាយុនឌីងម៉ែនសិនណាមិនមែនជាកន្លែងដែលឯងគូមកសុំទានទេ
ខ្ញុំមិនមែនជាអ្នកសុំទានទេខ្ញុំមកជួបមនុស្សជួបអ្នកណាប្រាប់ឯងធ្វើអីថ្ងៃនេះជាថ្ងៃរៀបការកូនស្រីទី2ត្រកូលសុងបើឯងនៅតែមិនព្រមចេញទៅទៀតកុំបន្ទោសខ្ញុំអីប្រញាប់ទៅកូនក្រមុំមកហើយកូនក្រមុំមកហើយស្អាតណាស់សូមអបអរសាទរពូភ្ញៀវកិត្តិយសទាំងអស់សូមស្វាគមន៍មកចូលរួមពិធីមង្គលការលោកលីមធានអ៊ីនិងកញ្ញាសុងមីងជូបន្ទាប់មកពេលវេលាដ៏រំភើបនឹងមកដល់ហើយសូមអញ្ជើញទះដៃស្វាគមន៍កូនកំលោះនិងកូនក្រមុំចូលមកលីមធានយីប្រកាសជាគ្រាន់តែឈ្មោះដូចគ្នាទេមីងជូខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបអ្នកសម្រស់និងចិត្តល្អរបស់អ្នកបានបំភ្លឺជីវិតខ្ញុំជីវិតដ៏ខ្មៅងឹតក្នុងនាមជាក្មេងកំព្រាមកពីស្រុកស្រែប្រហែលជាខ្ញុំមិនមានទ្រព្យសម្បត្តិដូចត្រកូលសុងទេប៉ុន្តែខ្ញុំមានបេះដូងស្មោះស័ក្តិស្រឡាញ់អ្នកចាប់ពីពេលនេះទៅមិនថាសុខភាពល្អឬមានជំងឺទោះបីជាមានទ្រព្យសម្បត្តិឬក្រីក្រអូននៅតែនៅក្បែរបងជានិច្ចមិនចាក់ចេញឡើយក្រាបសំពះទេវតាក្រាបសំពះអ្នកមានគុណប្តីប្រពន្ធក្រាបសំពះគ្នាមីងយីអូនសុំទោសដែលមិនអាចឲ្យពិធីមង្គលការដ៏ធំសម្បើមប៉ុន្តែបងមានចិត្តស្មោះស័ក្តិស្រឡាញ់អូនបងនឹងនៅក្បែរអូនជានិច្ចមិនចាក់ចេញទៅណាទេបងនឹងធ្វើឲ្យអូននិងម៉ាក់រស់នៅបានស្រួលមីងជូ